Okបងប្អូនសួស្តីហ្នឹងហើយបងប្អូននេះជារូបភាពនៃdrone UAV របស់សៀមដែលហោះចូលមកក្នុងទឹកដីប្រជាជាតិកម្ពុជាយើងហ្នឹងឥឡូវនេះបានធ្លាក់នៅក្នុងទឹកដីយើងហើយយើងក៏ដឹងព័ត៌មានហើយមួយថ្ងៃនេះយើងកំពុងតែមានសង្គ្រាមការពារទឹកដីជាមួយនឹងសៀមឈានពានស្រុកខ្មែរយើងហ្នឹងឥឡូវដ្រូននៅសឹកវាហោះមកសឹកការយើងហោះដងហ្នឹងវាឥឡូវធ្លាក់មួយទៀតហើយបងប្អូនហ្នឹងហើយខ្ញុំក៏ចង់និយាយពីសមត្ថភាពខ្លះអំពីដ្រូនស៊ើបការរបស់សៀមហ្នឹងឈ្មោះ Aeronautic គឺជាយន្តហោះគ្មានមនុស្សបើកបរ UAV ដែលផលិតឡើងដោយប្រទេសអ៊ីស្រាអែលដែលល្បីល្បាញខាងបច្ចេកទេសយោធានិងសន្តិសុខលក្ខណៈទូទៅរបស់ដ្រូនស៊ើបការនេះគឺបើកបរពីចម្ងាយឬក៏ស្វ័យប្រវត្តិនឹងការប្រើប្រាស់សង្កេតការណ៍ឆ្លើយតបនឹងសន្តិសុខនិងការប្រមូលព័ត៌មាននិងការពារដែនដីវាគឺអាចហោះបានយូរនិងខ្ពស់ហើយនឹងមានកាមេរ៉ា EOIR ពេលថ្ងៃនិងយប់លក្ខណៈការប្រើប្រាស់របស់វាគឺសម្រាប់កងទ័ពនិងប៉ូលីសនិងការការពារព្រំដែននិងការស្វែងរកនិងជួយសង្គ្រោះនិងស៊ើបការនិងតាមដានសត្រូវណាបងប្អូនហ្នឹងហើយពួកអាសៀមវាប្រើហ្នឹងដើម្បីស៊ើបការអំពីទីតាំងកងទ័ពរបស់យើងទាហានរបស់យើងការចល័តទ័ពការដឹកស្ពាយវុធអីហ្នឹងវាឈានពានយើងរាល់ថ្ងៃឥឡូវនេះកំពុងផ្លោងដាក់គ្នារាល់ថ្ងៃបងប្អូនដឹងហើយព័ត៌មានបាទអូខេបងប្អូនសូមអរគុណច្រើនមកសូមបងប្អូនជួយ Subscribe នឹង Channel របស់ខ្ញុំផងបងប្អូនសូមអរគុណទុកជាមុនបងប្អូនបាទ